ជំរាបសួរខ្ញុំបាទសឹងនេះបាទខ្ញុំមកស្វែងរកហាននេះជាមួយខ្ញុំមុននឹងចាប់ផ្ដើមខ្ញុំសូមស្នើសុំទៅកាន់បងប្អូនជួយចុច like share ក៏ដូចជា subscribe ទៅកាន់ channel YouTube របស់ខ្ញុំអ្នកមួយផងដើម្បីជាការលើកទឹកចិត្តរបស់ខ្ញុំបាទឥឡូវចូលទៅមើលវិធានលំហាត់ទី99នេះជាមួយខ្ញុំលំហាត់នេះគេឲ្យយើងគណនា derivative ទី1នៃអនុគមខាងក្រោមនេះដែលអនុគមទី1 x ស្មើគុណ4ដកឲ្យ2សំទោសដកឲ្យ ស្មើគុណ 2x បូកឲ្យ ln 2x ហើយទី2 nx ស្មើនឹង9 ស្មើគុណ4ដកឲ្យ 3x ការ៉េដកឲ្យ ln នៃ 2x ដក1ហើយទី3ស្មើនឹងដក 2x ស្មើគុណ4បូកឲ្យ ស្មើគុណ 2x ដក2បូកឲ្យ ln នៃ x ការ៉េបូកឲ្យ x ដកឲ្យ1បាទអញ្ចឹងដើម្បីដោះស្រាយលំហាត់ derivative នឹងបានយើងត្រូវស្គាល់រូបមន្តចំនួន3ដែលរូបមន្តទី1បើសិនជាយើង prim ណាយើង derivative x ស្មើគុណ n យើងនេះយើងត្រូវស្មើនឹង n x ស្មើគុណ n ដក1បាទអញ្ចឹងមកនេះហើយយើងតម្លាក់ស្វ័យគុណវាចុះហើយយើងបន្ថយស្វ័យគុណវាមួយវិញអាហ្នឹងចំពោះ x ស្មើគុណ n ហើយមួយទៀត derivative នៃ ស្មើគុណអ៊ុយនៅពេលយើង prim ទៅយើងបានអ៊ុយ prim ស្វ័យគុណអ៊ុយដដែលបានន័យថាស្វ័យគុណអ៊ុយនេះនៅដដែលយើង prim តែស្វ័យគុណវាទេហើយទី3 derivative នៃ ln អ៊ុយយើងបាច់ដាក់គ្នាទេដាក់ត្រឹមវងកញ្ចក់ក៏បានដែរ ln អ៊ុយដល់ពេលដែលយើង prim ទៅយើងបានអ៊ុយ prim នៅលើអ៊ុយបាទអញ្ចឹងនេះជារូបមន្តដែលយើងនឹងប្រើក្នុងការដោះស្រាយលំហាត់មួយហ្នឹងបាទអញ្ចឹងយើងមើលលំហាត់ក f នៃ x របស់យើងនេះស្មើ x ស្មើគុណ4ដកឲ្យ ស្មើគុណ 2x បូកឲ្យ ln នៃ 2x អញ្ចឹងនៅពេលដែលយើង prim វាទៅកន្សោមទាំងអស់នេះក៏ prim ដូចគ្នា prim ចំពោះតួទី1នេះយើងឃើញថាវាមាន x ស្មើគុណ4អញ្ចឹង x ស្មើគុណ4នៅពេលដែលយើង prim ទៅយើងនឹងទម្លាក់ស្វ័យគុណវាចុះហើយយើងបន្ថយ1រូបមន្តទី1អញ្ចឹងបើយើងទម្លាក់ស្វ័យគុណវាចុះមកស្វ័យគុណវា4ទម្លាក់មកបាន4 x 4ដក1ចេញនៅសល់3ដកដដែលស្វ័យគុណអ៊ុយបានអ៊ុយ prim ស្វ័យគុណអ៊ុយដដែលអញ្ចឹងអ៊ុយ prim របស់យើងគឺ 2x prim ស្វ័យគុណ 2x ដដែលបូក ln 2x ដល់ពេលយើង prim ទៅយើងបានអ៊ុយ prim នៅលើអ៊ុយអញ្ចឹងអ៊ុយ prim របស់យើងគឺ 2x prim ដោយសារអ៊ុយរបស់យើងគឺ 2x ចែកឲ្យ 2x បាទចានេះ 4x គីបដល់កន្លែងនេះយើងនឹងប្រើប្រាស់រូបមន្តទី1វិញដែររូបមន្តហ្នឹងគឺ y ស្មើនឹង x គុណ n ហ្នឹងឯងឥឡូវនេះ x របស់យើងស្វ័យគុណមានតែ1ទេអញ្ចឹងដល់ពេលដែលយើង prim ទៅយើងបាន1គុណឲ្យ x ស្វ័យគុណ0ប៉ុន្តែ x ស្វ័យគុណ0របស់យើងស្មើនឹង1អញ្ចឹង1គុណឲ្យ2បាន2ស្វ័យគុណ 2x បូកអានេះក៏ដូចគ្នា 2x នៅពេលដែលយើង prim ទៅយើងបាន2នៅលើ 2x យើងឃើញថាលេខ2ជាមួយលេខ2នេះយើងអាចសម្រួលវាបានអញ្ចឹង s prim នៃ x របស់យើងនេះស្មើ 4x គីបដកឲ្យ2ស្វ័យគុណ 2x បូកឲ្យ1នៅលើ x តែវាជាចម្លើយចុងក្រោយរបស់យើងហើយមួយវិញទៀតនោះចំពោះលំហាត់ខនេះវាមានកន្លែងមួយប្លែកដែលបងប្អូនអាចនឹងច្រឡំគឺ ស្វ័យគុណ4តែជាក់ពេលហ្នឹងលេខ4របស់យើងពុំមែនជាអ៊ុយទេលេខ4របស់យើងគឺជាបានន័យថាជាចំនួនគត់មួយអញ្ចឹងនៅពេលដែលយើង prim ទៅរបស់យើងក៏ជាចំនួនគត់ស្វ័យគុណវាក៏ជាចំនួនគត់នៅពេលយើង prim ទៅវាអស់ហើយបាទអញ្ចឹងលំហាត់កក៏មានតែប៉ុណ្ណឹងហើយលំហាត់ខលំហាត់កក៏យើងធ្វើតាមលំនាំនឹងដូចគ្នាបាទហើយការដោះស្រាយរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងសូមអរគុណ